សួស្តីអ្នកនរគ្នានេះគឺជាវីដេអូរបៀបនៃការបង្កើតហាងនៅក្នុង website Cambo Shop អញ្ចឹងជំហានបន្ទាប់ពីអ្នកទាំងអស់គ្នា log in ឬក៏បង្កើត account ជោគជ័យហើយអ្នកគ្នាគ្រាន់តែចូលទៅកាន់ប៊ូតុងបង្កើតហាងតោះមកសូមវាយឈ្មោះហាងរបស់អ្នកទាំងអស់គ្នាដែលអ្នកគ្នាចង់ដាក់ឈ្មោះអូខេជំហានបន្ទាប់អ្នកនរគ្នាគ្រាន់តែបំពេញព័ត៌មានហាងរបស់អ្នកនរគ្នាគឺជាឈ្មោះហាងតោះមកគឺជាឈ្មោះ website ដែលអ្នកទាំងអស់គ្នាចង់ឲ្យយករបស់អ្នកគ្នាចុចចូលទៅកាន់ website អូខេអញ្ចឹង website ដែលនឹងទទួលបាននឹងមានទម្រង់ជាបែបនេះហើយបន្តមកការពិពណ៌នាគឺជាការពិពណ៌នារបស់ហាងរបស់អ្នកគ្នាបន្តមកអ្នកគ្នាគ្រាន់តែដាក់ logo ហាងហើយបន្តមកអ្នកគ្នាគ្រាន់តែចុចទៅលើប៊ូតុងយកព្រមពីនេះតមកចុចបើកដំណើរការហាងអូខេបន្តមកអ្នកនរគ្នានឹងបានមកដល់ផ្ទាំងមួយនេះបន្ទាប់ពីអ្នកនរគ្នាបង្កើតហាងរបស់អ្នកទាំងអស់គ្នាហើយអញ្ចឹងអ្នកនរគ្នានឹងមកដល់ផ្ទាំងមួយនេះអញ្ចឹងផ្ទាំងមួយនេះគឺអ្នកនរគ្នាគ្រាន់តែជ្រើសរើសគម្រោងរបស់អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់អ្នកដែលចាប់ផ្ដើមថ្មីគឺគាត់អាចមានគម្រោងពីរដែលត្រូវជ្រើសរើសទី1គឺគម្រោងឥតគិតថ្លៃដែលអ្នកនរគ្នាអាចលក់ផលិតផលរហូតដល់5ផលិតផលហើយអ្នកនរគ្នាអាចប្រើបានរយៈពេល1ខែហើយចំណែកឯគម្រោងទី2គឺជាគម្រោងស្តង់ដារគឺជាគម្រោងដែលមានអត្ថប្រយោជន៍ច្រើនមែនទែនហើយជាគម្រោងដែលអ្នកគ្នាអាចដាក់លក់ផលិតផលគ្មានដើមកំណត់ផងដែរអូខេអញ្ចឹងក្នុងករណីនេះខ្ញុំសូមជ្រើសរើសដំបូងឥតគិតថ្លៃអញ្ចឹងអ្នកគ្នាគ្រាន់តែចុចជ្រើសរើសគម្រោងឥតគិតថ្លៃហ្នឹងទៅអូខេអញ្ចឹងអ្នកគ្នាបង្កើតបានហាងរបស់គ្នាជោគជ័យអូខេអញ្ចឹងជាដំណើរបន្ទាប់ខ្ញុំនឹងបង្រៀនអ្នកគ្នាពីរបៀបតុបតែងហាងរបស់អ្នកគ្នាហើយនឹងពីរបៀបលក់ផលិតផលនៅក្នុងហាងផងដែរ